ប្រសិនបើថៃចង់លុប MOU ឆ្នាំ2000ជាឯកតោភាគីតើថៃអាចធ្វើបានដែរឬទេ MOU ឆ្នាំ2000រវាងកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី14ខែមិថុនាឆ្នាំ2000គឺជាឯកសារមួយមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរកិច្ចព្រមព្រៀងនេះមានគោលបំណងសំខាន់ក្នុងការកំណត់តំបន់ព្រំដែនការរក្សាសន្តិភាពនិងការបង្កើតកម្រិតសហការដើម្បីដោះស្រាយបញ្ហាជម្លោះតាមព្រំដែនដោយសារតែភាពសំខាន់នៃ MOU ឆ្នាំ2000ដូចនេះសំណួរដែលកំពុងត្រូវបានលើកឡើងគឺថាប្រសិនបើថៃចង់លុប MOU ឆ្នាំ2000ជាឯកតោភាគីមែនតើថៃអាចធ្វើបានដែរឬទេជាចំណងផ្លូវច្បាប់និងកាតព្វកិច្ចរវាងរដ្ឋមួយតាមច្បាប់អន្តរជាតិចំពោះកិច្ចព្រមព្រៀងទ្វេភាគីគឺរដ្ឋមួយមិនអាចដកខ្លួនចេញឬលុបកិច្ចព្រមព្រៀងជាឯកតោភាគីបានឡើយលុះត្រាតែកិច្ចព្រមព្រៀងឬ MOU នោះមានចែងនិងបានកំណត់អំពីលក្ខខណ្ឌបញ្ចប់សុពលភាពប៉ុន្តែករណី MOU ឆ្នាំ2000រវាងកម្ពុជានិងថៃនេះមិនមានចែងដោយបានកំណត់សុពលភាពនោះទេយោងតាមច្បាប់អន្តរជាតិអនុសញ្ញាណទីក្រុងវីយ៉ែនស្ដីពីច្បាប់សន្ធិសញ្ញាឆ្នាំ1969បានកំណត់ច្បាស់ថាកិច្ចព្រមព្រៀងណាមួយមិនអាចត្រូវបានបញ្ចប់ឬផ្លាស់ប្ដូរទេលុះត្រាតែមានសេចក្តីព្រមព្រៀងឯកភាពរួមគ្នារវាងរដ្ឋនិងរដ្ឋទាំងពីរជាមុនសិនពិតមែនតែជាកិច្ចព្រមព្រៀង MOU មែនប៉ុន្តែ MOU ឆ្នាំ2000នេះគឺបានក្លាយទៅជាកិច្ចព្រមព្រៀងអន្តរជាតិទៅហើយដែលមានតម្លៃដូចទៅនឹងសន្ធិសញ្ញាដែរនិងថែមទាំងត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិនិងបានផ្សព្វផ្សាយជាផ្លូវការដោយអង្គការសហប្រជាជាតិស្របតាមមាត្រាទី102នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិទៅទៀតព្រមទាំងមិនមានការបដិឆេទផុតកំណត់ទៀតផងដូចនេះមិនមានបទបញ្ញត្តិណាមួយអាចអនុញ្ញាតឲ្យភាគីឬរដ្ឋណាមួយអាចលុបចោលដល់ឯកតោភាគីបានឡើយ MOU ឆ្នាំ2000នេះនឹងមានសុពលភាពរហូតដល់ការវាស់វែងព្រំដែនគោករវាងកម្ពុជាថៃត្រូវបានបញ្ចប់ជាស្ថាពរបាននិយាយអំពីផលប៉ះពាល់ផ្នែកនយោបាយក្នុងករណីដែលថៃប្រកាសបញ្ចប់ MOU ដោយឯកតោភាគីនោះមែនអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ទៅលើស្ថិរភាពនយោបាយទំនាក់ទំនងទ្វេភាគីទំនុកចិត្តនៅក្នុងតំបន់អាស៊ាននិងអន្តរជាតិទាំងមូលសម្រាប់ផ្ទៃក្នុងប្រទេសថៃការមានចេតនាបែបនេះគ្រាន់តែដើម្បីអាចត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយបែបប្រជាពិធក្នុងការទាក់ទាញចំណាប់អារម្មណ៍ដើម្បីទទួលបានការគាំទ្រពីមហាជនឬក្រុមនយោបាយជាតិមួយចំនួនតូចរបស់ខ្លួនតែប៉ុណ្ណោះប្រសិនបើថៃប្រកាសបញ្ចប់ MOU ដោយឯកតោភាគីនេះមែននោះវាគឺជាការបំពានធ្ងន់ធ្ងរលើផ្នែកច្បាប់អន្តរជាតិនិងអាចនាំឲ្យប្រទេសថៃជួបនៅវិវាទផ្លូវច្បាប់នៅតុលាការអន្តរជាតិជាមិនខាន MOU ឆ្នាំ2000ត្រូវបានចុះហត្ថលេខាក្រោយពេលមិនមានការឯកភាពគ្នាលើចំណុចជាច្រើនស្ដីអំពីបញ្ហាព្រំដែនដែលប្រទេសទាំងពីរយល់ឃើញថាអាចបង្កឲ្យមានភាពតានតឹងខ្លាំងនៅតាមព្រំដែននៅពេលណាមួយដោយសារកិច្ចព្រមព្រៀងនេះហើយទើបធ្វើឲ្យប្រទេសទាំងពីរបានសម្រេចបង្កើតគណៈកម្មការរួមគ្នាដើម្បីធ្វើការវាស់វែងខ្សែបន្ទាត់ព្រំដែននិងដើម្បីស្វែងរកដំណោះស្រាយវិវាទព្រំដែនដោយសន្តិវិធីជៀសវាងការប្រឈមមុខដាក់គ្នាដោយអាវុធនៅថ្ងៃក្រោយនេះបង្ហាញថា MOU មិនត្រឹមតែជាឯកសារទូទៅទេប៉ុន្តែវាជាគ្រឹះដ៏សំខាន់ក្នុងការទប់ស្កាត់សង្គ្រាមនិងបង្កើតសន្តិភាពរវាងប្រទេសទាំងពីរទៀតផងជាញឹកញាប់គេតែងសង្កេតឃើញថាមានក្រុមជលនិយមថៃមួយក្តាប់តូចតែងតែអះអាងថាទឹកកម្ពុជាមួយចំនួននៅតាមបណ្ដោយព្រំដែនជារបស់ថៃដូច្នេះទើបគេទាមទារឲ្យលុប MOU ឆ្នាំ2000នេះចោលពោលបើទុក MOU នេះនឹងនាំឲ្យខាតបង់ផលប្រយោជន៍របស់ថៃតែតាមពិត MOU ឆ្នាំ2000មិនមែនចេះតែនឹកឃើញអាចលុបចោលតាមអំពើចិត្តបាននោះទេដូច្នេះរដ្ឋាភិបាលថៃគួរតែទប់ស្កាត់ចលនាជលនិយមក្នុងការប៉ុនប៉ងចង់លុប MOU នេះហើយត្រូវរួមគ្នាថែរក្សា MOU ឆ្នាំ2000នេះទុកក្នុងនាមជាគូភាគីហត្ថលេខីនិងដើម្បីផលប្រយោជន៍របស់ប្រទេសជាតិរបស់យើងទាំងអស់គ្នាវានឹងរឹតតែពំគួរស្ថិតនៅក្នុងការសម្រេចចិត្តរបស់មេដឹកនាំប្រទេសថៃក្នុងចំនួនអនុធិតដែលចេញមកបដិសេធ MOU ឆ្នាំ2000តាមខ្សែញាក់របស់ក្រុមអ្នកតវ៉ាក្រោមហេតុផលការធ្វើប្រជាមតិលុបឬមិនលុប MOU ឆ្នាំ2000នេះឡើយសម្ដីអះអាងរបស់នាយករដ្ឋមន្ត្រីថៃអនុធិតគឺពិតជាបង្ហាញនូវភាពល្ងង់ខ្លៅផ្នែកច្បាប់អន្តរជាតិនិងក្នុងចេតនាបង្កចំនួនឲ្យកាន់តែតានតឹងថែមទៀតរវាងប្រទេសទាំងពីរកម្ពុជាថៃ